សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកសាកល្បងឆ្លើយនៅសំណួរដែលបងប្អូនយើងសួរគាត់សួរថាអំពីរបៀបធ្វើ system មួយតាក់ទងនឹងសាលារៀនដែលមាន user ដូចជា super admin admin teacher student parent ហើយបំបែកទៅជា entity ដែលជាមនុស្សដូចជា student teacher ចេញពី user ដើម្បីធ្វើការ store នៅព័ត៌មានរៀងៗខ្លួនមួយទៀតគឺនៅពេលដែលបង្កើត student គឺចង់ឲ្យ student ហ្នឹង map ជាមួយនឹង user និងមាន ID ដូចគ្នាតែមួយតើគូ design បែបម៉េចដែរហើយតើវាត្រឹមត្រូវនឹង best practice ឬក៏អត់អូខេបើយើងនិយាយអំពី user role យើងអាច design ជាលក្ខណៈ role base អញ្ចឹងឧទាហរណ៍ថាយើងនិយាយអំពី super admin admin teacher student parent វាគឺជា role type អញ្ចឹង role នីមួយៗមានតួនាទីឬក៏មានសិទ្ធិធ្វើខ្លះអាហ្នឹងអាស្រ័យលើយើងអ្នករៀបចំឬក៏ define អញ្ចឹងសួរថាតើយើងអាចបំបែកឬក៏យើងអាចធ្វើការ create នៅ student នេះ map ជាមួយ user និងមាន ID ដូចគ្នាតែមួយបានអត់បើយើងចង់ធ្វើអញ្ចឹងបានគ្រាន់តែថាបើយើង design database យើងគួរតែមាន ID ផ្សេងគ្នាទៅប៉ុន្តែយើងនឹងយក ID របស់ user មក store ក្នុង table student វិញបើយើងចេះចង relationship នៅក្នុងខ្ញុំអាចនិយាយថាដោយសារខ្ញុំវីដេអូខ្ញុំពីច្រើនសរសេរជាមួយនឹង Java Spring អញ្ចឹងខ្ញុំអាចនិយាយថាបើសិនជាយើងចេះចង relationship នៅក្នុង code ឬក៏ database យើងអាចចង relationship អានោះបើសិនជាយើងចេះ design database ប៉ុន្តែបើយើងអត់ចេះ design ក៏ជាបញ្ហាដែរយើងរៀបចំ table មួយទៅតទៅពីយើងឧទាហរណ៍ថាយើងធ្វើការ save user សាក់សេះហើយយើងយក user ID ហ្នឹងយកមក save មក record ទៀតចូលទៅក្នុង table student អញ្ចឹងទៅអញ្ចឹងឃើញថា user ID ក៏ store ក្នុង table student ដែរអូខេហើយនិយាយពីរបៀបដែលយើង design ឬក៏ apply ឬក៏ implement នៅលើ code វិញបើនិយាយទៅវាខ្លីទេតែបើពេលដែលយើងធ្វើការជាក់ស្ដែងវាអាចនឹងច្រើនជាងហ្នឹងហើយវាបេះទៅតាម requirement ហើយនឹងតម្រូវការដែរអញ្ចឹងយើងអាចអូខេឥឡូវខ្ញុំសាកល្បងយកសំណួរទាំងអស់ហ្នឹងឲ្យChatGPT ជួយឆ្លើយដោយសារតែគាត់ comment ជាមួយនឹងវីដេអូដែលខ្ញុំសាកល្បងប្រើ ChatGPT ឲ្យជួយបង្កើត REST API ដែលមានឈ្មោះបច្ចេកនោះគឺ Vibe Code ហ្នឹងអញ្ចឹងគាត់ comment លើវីដេអូមួយហ្នឹងហើយខ្ញុំឥឡូវវីដេអូនេះខ្ញុំនឹងសាកល្បងយកសំណួរហ្នឹងឲ្យ ChatGPT ជួយបញ្ចូលបន្ថែមហើយពីរបៀបធ្វើបន្ថែមទៀតថាយើងអាចកូដចេញពី ChatGPT ឬក៏យើងត្រូវច្នៃយ៉ាងម៉េចដើម្បីអាចឲ្យទៅជាមានជាលក្ខណៈ role base ហើយមានដូចជា role admin teacher student parent អញ្ចឹងទៅហើយមាន table student teacher ដែលមាន data ផ្សេងៗគ្នាខ្ញុំនឹង list ពី3 field អញ្ចឹងទៅចេញពី user សម្រាប់ទុកព័ត៌មានសំខាន់ៗរៀងៗខ្លួនអូខេអញ្ចឹងតពីវីដេអូមុនគឺខ្ញុំឲ្យ ChatGPT ជួយបង្កើត RESTful API អញ្ចឹងវាជួយបង្កើត entity មួយដែលមានឈ្មោះថា user អញ្ចឹងកន្លែងនេះយើងអាចដាក់បន្ថែមទៀតថាអូខេដាក់ថា robust user robust example we has teacher parent student and user role entity how to design and map អូខេ design ទៅបានហើយ for store data អញ្ចឹងទៅអូខេអានេះវាសេខុសច្រើនអូខេទៅប៉ុណ្្នឹងសិនទៅចាំមើល ChatGPT វាចេះឆ្លើយយើងតម្រងបែបម៉េចវិញអូខេតើតើនឹង manage role base user like teacher parent student ហ្នឹង and generate user in system អូខេអញ្ចឹង table ទី1គឺយើងមាន option ទី1នេះគឺ inherit strategy base for share base បូកនឹង unique attribute អញ្ចឹងយើងមានជា table user អញ្ចឹងខ្ញុំនឹង
copy ប្រព័ន្ធនេះថែមទៀតដោយសារតែ table user ហ្នឹងគឺយើងមានហើយអញ្ចឹងយើងចូលមក entity របស់យើងនេះ user អូខេខ្ញុំដាក់ប្រព័ន្ធនេះទៅមាន username និង password កន្លែងនេះយើងអាចបន្ថែម field ដែលយើងចង់បានបែបតាម requirement ជាក់ស្ដែងអូខេហើយតើតើនឹង student teacher parent គឺនេះធ្វើការ extend ចេញពី user អញ្ចឹងកន្លែងនេះយើង copy មកអូខេdata entity data table name អូខេ user នេះខ្ញុំដាក់ឈ្មោះថា my user ចឹងនេះខ្ញុំដាក់ថា my student ទៀតហ្មងទៅចូលជាអញ្ចឹងទៅហើយបន្តមកទៀតមានដូចជា teacher entity data table name my teacher អូខេtable មកគួរប្រើអីទេកន្លែងនេះអូខេតមកទៀតគឺមានជា parent copy ដែរ table name my parent អូខេអានេះបើសិនជាបងប្អូនដែលអត់ទាន់ស្គាល់ Java ឬក៏មិនសូវយល់នៅពេលដែលយើងប្រើប្រាស់នៅ keyword extend ហើយដាក់ឈ្មោះ user នេះមានន័យថាយើងធ្វើការ inherit អញ្ចឹងអីដែលយើងបាន declare នៅក្នុង table sorry នៅ class user វានឹងមាននៅក្នុង table sorry table เราច្រឡំទៅប្រើពាក្យ table វានឹងមាននៅក្នុង class teacher student ហើយនិង parent បន្តមកទៀតនេះ repository អូខេយើងអាច create ខ្លួនឯងទៅឥឡូវខ្ញុំមាន repository សម្រាប់ user ហើយអូខេខ្ញុំចង់មើលតើតើ row base អញ្ចឹងកន្លែងនេះយើងមាន row type អូខេខ្ញុំ copy row មកចូលទៅក្នុង user row type enum អញ្ចឹងយើង copy enum មកអូខេឥឡូវខ្ញុំបង្កើត package មួយទៀតទៅដើម្បីឲ្យវាenum z យ៉ាងមកទៅជើ enumeration វែងឆ្ងាយហើយមាន student profile អូខេclass student profile អូខេអានេះគាត់អត់នេះទេខ្ញុំ skip ចោលទៅអញ្ចឹងមាន class bonus add row permission អញ្ចឹងមាន entity មួយទៀតគឺតាក់ទងនឹង row នៅពេលដែលយើងធ្វើការអូខេបែបនេះអានេះ table user set អូខេ row នេះយើងcopy នេះចោល entity data table name my row យ៉ាងទៅនេះ row name ឧទាហរណ៍មាន row student row teacher អញ្ចឹងនៅពេលដែលយើងចង relationship យើងគួរតែកន្លែងនេះយើង exclude to string អូខេបែបនេះ to string dot exclude អូខេណាកន្លែង row type អូខេ row type បែបនេះហើយនេះ student profile អូខេ map ជាមួយ user អូខេអញ្ចឹងអានេះតើតើនឹង entity អញ្ចឹងគេចងបែបហ្នឹងបានអញ្ចឹងកន្លែងនេះគាត់សួរបន្ថែមទៀតថាមាន row admin super admin admin teacher student parent អញ្ចឹងនៅក្នុង enum របស់យើងនេះយើងអាចបន្ថែមទៀតមកមានsuper admin
admin super admin teacher student parent អូខេយើងបបែកជានាទីជា student teacher ព័ត៌មានរៀងខ្លួនបន្តមកទៀត student គឺចង់ឲ្យ student map ជាមួយនឹង user និងមាន ID ដូចគ្នាតែមួយជាមួយ user និងមាន ID ដូចគ្នាតែមួយជាមួយ user និងមាន ID ដូចគ្នាតែមួយអញ្ចឹងនៅពេលដែលយើង create user create student ជាមួយ user នឹងមាន ID ដូចគ្នាតែមួយអញ្ចឹងកន្លែងនេះយើងអាចធ្វើការបើយើងចេះចង relationship បែបនេះយើងអាចចងជាមួយនឹង student ចងមួយ teacher ប៉ុន្តែបើយើងអត់ចេះទេអូខេចេះបែបនេះវិញមានន័យថាមានន័យថាយើង save user មួយទៅយើងអាចដាក់បែបនេះក្នុង CV របស់យើងកន្លែងនេះ user នេះឥឡូវខ្ញុំឧទាហរណ៍ថាកន្លែង create user បែបនេះអញ្ចឹងនៅពេលដែល user អូខេខ្ញុំនឹងធ្វើការបង្កើតdetail មួយទៅដាក់ថា user request per record ឬក៏ per class អូខេ per class ចុះកន្លែងនេះ add data private string អញ្ចឹងខ្ញុំអាច copy ព័ត៌មានទាំងអស់នេះមកprivate string row type អីចឹងមកអញ្ចឹងនៅក្នុងកន្លែងនេះយើងអាចសាកសម័យបែបនេះបាន user request នេះឬក៏ user request detail នេះអញ្ចឹងនៅពេលហ្នឹងយើងមានជា user មួយនេះបែបនេះ set email user request .get email set password អូខេ password កន្លែងនេះគឺ set លក្ខណៈ raw បែបនេះសិនទៅវាជាការ demo បង្ហាញទេ set row type អញ្ចឹង row type កន្លែងនេះវាជា enum អញ្ចឹងយើងអាចដាក់ row type ចាស់មក row user row type អូខេអញ្ចឹងបើយើងមើល table យើងចង many to many អូខេ row ខ្ញុំមកមើល table កន្លែង row នេះដែរថា entity row នេះដែរអូខេកន្លែង row នេះមានអីទេប៉ុន្តែយើងចងមកនេះអូខេប៉ុណ្ណឹងហើយយើងធ្វើការ user repository .save user ហើយឧទាហរណ៍ថាឥឡូវយើងមាន student ស្មើ new student .set student មានដូចជា student code class name យើងមានជា student repository យើងហៅcheck វាខាងលើនេះតទៅទៀតយើងអាច save student repository .student set អូខេមែនតើអានេះនៅពេលយើងបង្កើត student បែបនេះក៏បានដែរនេះអូខេឥឡូវខ្ញុំសាកល្បងវិធីហ្នឹងសិន return
user ចឹងដើម្បីតេស្តបានយ៉ាកន្លែងនេះខ្ញុំអាចប្រើ for construct ដែរទៅស្រួលលឿន auto wire user service void init ចឹងកន្លែងនេះយើងមាន user request មួយ set តទៅនឹង email okay វា load storycake@gmail.com set username password set okay មាន4នឹង row type មួយទៀត okay row type អ្នកដាក់ថា student អញ្ចឹងទៅចា៎នេះយើងដាក់ថា student dot អូខេមកបែបនេះមកនេះវិញ អូខេនេះយើងនឹង save student បែបនេះនេះយើង save student new អូខេខ្ញុំសាក return now អូខេឥឡូវយើង run debug សាកមើលអូខេ run ភ្លាមបាន error flag error create bin name go story anti parent is a subclass in a single table hierarchy and may not be annotatable អូខេអានេះដោយសារតែយើង inherit ចេញពី table user ហើយក្នុង table user មាន annotation table ដាក់ឈ្មោះថា my user ហើយតែពេលយើងនៅលើ parent យើងមាន table មួយដែរដាក់ឈ្មោះថា my parent ចឹងកន្លែងនេះដូចវាអត់ support ទេជាមួយខ្ញុំសាក copy error ហ្នឹងដាក់នៅក្នុង ChatGPT ដោយសារតែកន្លែងនេះវាថា parent នេះវាគឺជា subclass អញ្ចឹងឲ្យយើងប្រើ single table នៅលើclass user អូខេតែខ្ញុំសាកមើល chat សាកសួរ ChatGPT បន្ថែមអូខេអញ្ចឹង you are getting error because you are hibernate inherit 10 strategy inherit 10 type single table អញ្ចឹង error breakdown solution យើងអាច add អញ្ចេះហើយអូខេហើយនៅលើ parent វា remove ចោលបាត់ហើយវា remove annotation table name ប៉ុន្តែ option ទី2យើងអាចប្រើប្រាស់នៅ strategy join ចឹងនៅក្នុង table user អូខេនេះវាអាចទៅជា abstract ហើយនៅក្នុង table parent យើងនៅតែអាចបន្តប្រើប្រាស់នៅ annotation table ហើយយើង mention table name របស់យើង into subclass parent teacher student we get is the own table join by foreign key to user អូខេ single join table per class អូខេអញ្ចឹងខ្ញុំសម្រាប់ថាយក CG មួយនេះអញ្ចឹងយើងអាច add នៅកន្លែងនេះមក annotation ហ្នឹងអូខេខ្ញុំ run debug ម្ដងទៀតអូខេឃើញថាដើរអញ្ចឹងយើងអត់ធ្វើការ save នៅ user ទេយើងធ្វើការ save នៅ student ហើយព័ត៌មានរបស់ student មាន
ដូច user ដូចជា email password username និង role ប៉ុន្តែអីដែល copy user ធម្មតាហ្នឹងគឺ student គឺគាត់មាន student code ហើយនិង student class name អញ្ចឹងកន្លែងនេះខ្ញុំបន្តមក line នេះហើយយើងអាចធ្វើការ debug មើល evaluate ដោយប្រើពាក្យ repository student ហ្នឹង find all អញ្ចឹងយើងឃើញមានថាមក record ដែលបាន save ចូលទៅកាន់ table student code class name ID លេខ1 username email password row ប៉ុន្តែ row នេះគឺអត់មានតម្លៃដោយសារតែយើងអត់បានធ្វើការ save វាអញ្ចឹងខ្ញុំសាកមើល user វិញម្ដងអញ្ចឹងក្នុង user ឃើញថាមានមក record ដូចគ្នាwait user ក៏មានstudent code ដែរចង់មានន័យថារបៀបដែលយើងប្រើកន្លែង join join នេះគឺវាមានន័យថាវា join រវាង user ហើយនិង student អញ្ចឹងយើងសម្រេចចិត្តថាតើយើងគួរប្រើឬក៏អត់ពីព្រោះអានេះដូច share fear គ្នាអញ្ចឹងបើ share បែបហ្នឹងគឺស្មើនឹងយើងប្រកាសឬក៏ declare វានៅក្នុងមួយ class អូខេអញ្ចឹងកន្លែងនេះខ្ញុំយកអូខេយើងមកមើលបន្ថែមទៀតអញ្ចឹងនៅកន្លែងនេះបើ single table sub class table អត់ allow ទេ one table all user បូក row ហើយបើសិនជា table per class one per sub class no join one per អូខេឥឡូវខ្ញុំសាក per មួយនេះវិញចុចមើលយើងមានឃើញថាអូខេវាមាន3មកគេមែន code has been reload reload ប៉ុន្តែវាអត់ start ម្ដងទៀតអញ្ចឹងយើងអត់ចូល debug ដែរ key generate union anti parent អូខេអត់ត្រូវទេអញ្ចឹងកន្លែងនេះខ្ញុំសាកប្រើ single ហើយខ្ញុំមក move table ចោលអូខេ student ដូចគ្នាដែរដោយសារ student ធ្វើការ inherit ចេញពី user ហើយ teacher ក៏ដូចគ្នាដែរអូខេបានម្ដងទៀតអូខេខ្ញុំធ្វើការចុះមកក្រោម evaluate វាម្ដងទៀត find all ចឹងកន្លែងនេះវារក្សាភាពដើមដូចពីមុនប៉ុន្តែអ្វីដែលប្លែកយើងអាចមកមើល table user អញ្ចឹងយើងឧត្តមើល result ទាំងអស់គ្នាអញ្ចឹងក្នុង table user វានៅតែដូចពីមុនដដែលអញ្ចឹងមានន័យថាវាយក student code និង class ដដែលអញ្ចឹងរបៀបដែលយើង design អីដែល ChatGPT generate ទម្រង់inherit user បែបហ្នឹងគឺអត់ត្រឹមត្រូវទេអញ្ចឹងនៅកន្លែងនេះយើងអាចបង្កើតជា abstract entity មួយទៀតមកនិយាយថា abstract ឬក៏យើងអាចនិយាយថា user base entity អញ្ចឹងទៅអញ្ចឹង user base entity យើងអាច copy ពីនេះអញ្ចឹងជាទូទៅមានអីគេព័ត៌មានទាំងអស់នេះអញ្ចឹងទៅអូខេដូចសំណួរគាត់សួរអញ្ចឹងគាត់ចង់បង្កើត entity ដែលជាមនុស្សដូចជា student teacher អញ្ចឹងអីដែលដូចគ្នាដូចគាត់ថា entity របស់មនុស្សចាអានេះយើងអាចបង្កើតuser base entity ឬក៏អាចដាក់ថា person អូខេអញ្ចឹង person មាន a private ឧទាហរណ៍ថាមាន first name last name gender string birth date string place of birth អីទៀតអ្នកនេះទីមើលថានៅសល់ខ្លះអូខេវាមានច្រើនអញ្ចឹងកន្លែងនេះយើងអាចធ្វើការអូខេយើងធ្វើការ extend ចេញពីអានេះវិញ user extend ចេញពីមួយនេះអូខេហើយតើតើ teacher គឺយើង extend ចេញពីអានេះហើយយើងអាចអូខេដោយសារតែយើង extend ចេញពី table ពី class person ហើយអញ្ចឹងកន្លែងនេះយើងអាច
ok nhóm control giật sân cho máu lại ní dươngត្រូវមាន ID ខ្លួនឯងបើមិនចឹងទេយើងអាចបង្កើត abstract entity មួយទៅដែលមាន ID create date update date create by update by អញ្ចឹងទៅអូខេបែបនេះហើយខ្ញុំនឹងមានក្នុងនេះខ្ញុំនឹងមានអូខេខ្ញុំមាន private long user ID អូខេsearch generate type identity បែបនេះអូខេខ្ញុំនឹងធ្វើការ style copy ទម្រង់បែបហ្នឹងដដែលអូខេបើយើងមើលឃើញថា redundancy តើតើនឹងការ declare user ID ដដែលហើយនឹង ID ដដែលអូខេ parent ដូចគ្នាដដែលកន្លែងនេះខ្ញុំនឹងមាន extension ពី person វិញអូខេហើយ teacher ដូចគ្នាដែរអូខេ teacher ហើយ parent ឯណា student ចឹងអានេះយើង extension person អូខេ table name ចេះតែ load តែម្ដងsuggestion នេះ student parent teacher អូខេត្រូវណាអូខេនេះវារើគេអូខេ was that នេះចឹងនៅកន្លែង user request នេះយើងត្រូវបន្ថែមទៀតអញ្ចឹងឧទាហរណ៍ថាយើងមានអីគេខ្លះមិញperson នេះអញ្ចឹងខ្ញុំអាច copy ទាំងអស់នេះយកមកដាក់មកអូខេខ្ញុំដាក់បែងចែកយកទៅមួយទៀតគឺ private set row អូខេបែបនេះហើយយើងអាចដាក់បែបនេះទៀតសម្រាប់ parent មានដូចជាអូខេមាន phone address ដូចគ្នាអញ្ចឹងយើងអាច move អានេះមក person អូខេបែបនេះណាអញ្ចឹង parent មានអីទៀតអូខេកន្លែងនេះ parent វាមានអានឹងហើយអញ្ចឹងកន្លែងនេះ private long student ID អូខេហើយបើយើងមើល teacher អូខេនេះយើង copy ដាក់នៅក្នុងនេះទៀតហើយកន្លែងនេះ person យើង copy ពីនេះមកអូខេអញ្ចឹងកន្លែងនេះខ្ញុំអាចដាក់ថា person addition for teacher user for user and student អញ្ចឹង student យើងអាចចាប់ទូទៅពីនេះទៀតអានេះដោយសារខ្ញុំប្រើ Classroom មែនតើយើងអាច define detail ផ្សេងគ្នាទៅអានេះដោយសារខ្ញុំខ្ជិលបង្កើតច្រើនខ្លះខ្ញុំដាក់វាតែមួយអញ្ចឹងនៅពេលដែលយើងហៅប្រើឧទាហរណ៍ថាកន្លែងកន្លែងយើងប្រើនេះអញ្ចឹងយើងមាន user request អញ្ចឹងកន្លែងនេះខ្ញុំចង់បង្កើត student ហើយអញ្ចឹងយើងមាន student row set row set dot of student កន្លែងនេះយើងអាចដាក់ថា row យ៉ាងទៀតទៅ row student set code Java 101 class name អូខេតើទៅ person យើងមានដូចជា student set first name code set last name student set gender អាចដាក់ថា male ចេះទៅ set birth date set player birth
អូខេនេះ phone number វាបើកភ្នំពេញអូខេឥឡូវខ្ញុំសាកមានប៉ុណ្ណេះអូខេហើយ student របស់យើងនេះយ៉ាអានេះវាមានច្រើនចឹងទី1អីដែលខ្ញុំត្រូវការគឺតាក់ទង user.set row request.get row set row អូខេអានេះវាជាអូខេចឹងកន្លែងនេះយើងត្រូវ declare row មួយសិនអូខេចឹងយើងមកមើល row របស់យើងមានតាក់ទងនឹង name អូខេអញ្ចឹងកន្លែងនេះខ្ញុំអត់ចាំបាច់ប្រើ list ក៏បានប្រើ set ក៏បានដែរតែជាទូទៅគឺយើងដាក់អញ្ចឹងកន្លែងនេះខ្ញុំដាក់ row get row អូខេអានេះដោយសារតែយើងបែងចែក row អញ្ចឹងកន្លែងនេះខ្ញុំដាក់ string ក៏បានដែរអត់ចាំបាច់ធ្វើវែងឆ្ងាយកុំឲ្យពិបាកអញ្ចឹងកន្លែងនេះខ្ញុំអាចដាក់ថាអូខេវាមាន row type ទៅហើយអញ្ចឹងយើងមិនចាំមានកន្លែងនេះក៏បានដែរអូខេអញ្ចឹង row .get row .name មើលបាន name អូខេបន្តមកទៀតយើងមាន row repository មួយកន្លែងនេះវាកាន់តែទៅច្រើនទៅ historyក៏មកទៀតយើងបាន row ហ្នឹងអូខេនៅកន្លែងនេះយើងអាច set.op row បែបនេះមក user.set username password email set អូខេអញ្ចឹងចំពោះ user ដោយសារតែវា inherit ចេញពី person អញ្ចឹងយើងអាច set តម្លៃទាំងអស់នេះក៏បានឬក៏អត់ក៏បានតែបើយើងអត់ set ក៏មិនអីដែរកន្លែងនេះឥឡូវខ្ញុំដាក់ប៉ុណ្្នឹងតែអញ្ចឹង student កន្លែងនេះខ្ញុំធ្វើការ set user ID អូខេកន្លែងនេះយើង user repository .save user ចឹង user .get ID set first nameអូខេកន្លែងនេះវាគួរមាន parent មុនអូខេអញ្ចឹងអា DTO របស់យើងនេះវាកាន់តែបែកទៅទៀតហើយអញ្ចឹង parent ក៏មាន first name last name ដែរអញ្ចឹងកន្លែងនេះយើងត្រូវ separate DTO ទៀតប៉ុន្តែឧទាហរណ៍អញ្ចឹងខ្ញុំអត់ចាំបាច់ដាក់ច្រើនទេកន្លែងនេះខ្ញុំយក parent.set អូខេចូលជាអញ្ចឹងយើង parent អូខេឥឡូវខ្ញុំសាកpersonal info នេះវាគួរតែជារបស់ parent អូខេកន្លែងនេះអញ្ចឹងខ្ញុំអត់ចាំបាច់ដាក់ DTO ទេឥឡូវខ្ញុំដាក់គ្រាន់តែថា parent first name ចេះទៅ
Thôi nhóm trong thôi can save với dần parent repository challenge means student ID ទៀត ok បែបនេះត្រូវ user ទៅមាន parent ID set parent ID ok បែបនេះ return ទៅវិញ ok ខ្ញុំ debug កន្លែងនេះមកនេះដូចជាន់គ្នាអូខេអញ្ចឹងខ្ញុំសាកមើលបញ្ហាមួយអញ្ចឹងយើងឃើញថា student មាន ID លេខ1 user ID លេខ1 parent ID លេខ1ហើយនេះជាព័ត៌មានរបស់ student ចុះ first name last name get អត់បានសោះ student set last name first name save អត់បាន student set first name last name get student អត់បានហើយចំណុចខ្ញុំមើលមួយទៀតតើតើនឹង parent ok parent មានតែ ID ទេ first name last name ក៏យកបានដែរuser ឃើញថាមាន username email password ហើយ row student នេះ row student ហើយ first name last name ក៏យកបានដែរអូខេ first name last name ក៏យកបានដែរហេតុអីនេះ data ធ្វើ inherit ទៅអត់បានម្ដងទៀតដាក់វា annotation map super class សាក់មើលចឹងឃើញថាយ៉ាអូខេសារនេះគឺវាមាន player bird first name last name ហើយអញ្ចឹងអ្វីដែលយើងខុសមុនហ្នឹងឥឡូវយើងមើល parent មួយទៀតសិន parent គួរមានដូចគ្នាអូខេ first name last name អញ្ចឹងអ្វីដែលយើងអត់បានដាក់មុនហ្នឹងនៅក្នុង table person គឺតើតើនឹង annotation មួយមានឈ្មោះថា map super class អូខេប៉ុន្តែគាត់ថា detail របស់យើងនេះគឺយើងបែងចែកអត់តាន់ដាច់ទេអញ្ចឹងកន្លែងនេះយើងគួរតែដាក់ផ្ដាច់មួយបែបនេះមានន័យថា person detail អញ្ចឹងយើងមួអានេះមកខាងនេះ add data ដដែលអញ្ចឹង person វាមានប៉ុណ្ណឹងអូខេហើយកន្លែងនេះយ៉ាចឹងកន្លែងនេះទៀតហើយគឺតើតើនឹង student DTO អានេះបើសិនយើងចង់ separate extend ចេញពី person DTO ហើយយើងធ្វើការនេះadd data ដដែល
ហើយយើង move request របស់ student នេះ2នេះអញ្ចឹងអានេះគឺដាច់តែម្ដងហើយមានតកតលនឹង parent DTO អញ្ចឹងយើង copy ទៀតមកប៉ុន្តែ parent DTO កន្លែងនេះយ៉ា parent DTO ដូចជាអត់មានអីច្រើនផងអញ្ចឹងកន្លែងនេះខ្ញុំនឹងលុបកន្លែងនេះចោលអញ្ចឹងកន្លែងនេះខ្ញុំនឹងធ្វើបែបនេះវិញមានន័យថាគឺគេមានបែបនេះ private person DTO អញ្ចឹងយើងចាប់ទុកថាជា parent ទៅ private student DTO student ហើយតើតើ username password login request មួយនឹងអ្នកណាអ្នក login ឧទាហរណ៍ណាអញ្ចឹងសម្រាប់ student login ទៅហើយអញ្ចឹងយើងដាក់បែបហ្នឹងមកឬក៏យើងចង់មានជា user DTO មួយទៀតសម្រាប់ដាក់ទៅ parent ដាក់ទៅអីអញ្ចឹងណាតែបើយើងរៀបចំបែបនេះអូខេនៅកន្លែងយើង implement នេះអញ្ចឹងកន្លែងនេះទី1គឺតកតងនឹងparent personal DTO ដាក់ថា parent អូខេឥឡូវខ្ញុំសាកធ្វើនេះចុះដល់ពេល student DTO អីដែលមានគឺពួកព័ត៌មានប៉ុណ្នេះអូខេមួយទៀតគឺតកតលនឹង user request set parent set student ហើយ user request អូខេហើយបោះ user request ចូលទៅយ៉ាបែបនេះអានេះបើសិនជាយើងចង់រៀប request ដែលយកចេញពី client អូខេអញ្ចឹងកន្លែងនេះយើងត្រូវមាន student DTO អូខេបែបនេះហើយចំពោះ parent គឺយើងលែងដាក់ static បែបនេះហើយអញ្ចឹងកន្លែងនេះយើងអាចមានអូខេខ្ញុំដាក់ var មួយ parent DTO នេះ first name last name តែទៀតមាន email មាន address ចឹងទៅអូខេខ្ញុំសាក run ម្ដងទៀតអូខេ first name last name gender មានអារម្មណ៍ថានេះដូចជាន់តម្លៃគ្នាទៀតហើយអូខេដាក់ឈ្មោះត្រូវហើយអូនេះ go student កន្លែងបែងចែកនេះយើងអាច separate ទៅ request អូខេអញ្ចឹងខ្ញុំគិតថាយើងអាចរៀបចំទម្រង់បែបហ្នឹងទៅយើងមានជា class person មួយទៅជា base class អញ្ចឹងទាំង teacher ទាំង parent ទាំង student inherit ពីហ្នឹងហើយតើនឹង row base យើងអាចមាន table user និង table row ដែលនៅក្នុង table user នេះគឺវា map ជាមួយនឹង row ដោយវាបញ្ជាក់ថា many to many អញ្ចឹងយើងអាចធ្វើការបង្កើត user មួយជាមួយ row ច្រើនអីចឹងទៅអូខេអញ្ចឹងវីដេអូហ្នឹងរៀងយូរដែរអូខេអរគុណច្រើនគ្នាបាយបាយ